ពុទ្ធទី4ខែមិថុនាឆ្នាំ2025ឯកឧត្តមយមសុខុមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកៈបឋមសិក្សាសាលាបាលីសាលាទទួលភ្ញៀវខ្លងទ្វារនិងសមិទ្ធផលនានានៅវត្តចម្ប៉ាចារក្រុមអធិបតីភាពឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ